សូមអរកាយក្រាបថ្វាយបង្គំសូមជម្រាបសួរជនរួមជាតិរួមភាសាចាបងប្អូនថ្ងៃនេះខ្ញុំមករៀនអាននៅច្បាប់កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាចាបងប្អូនឬក៏ហៅថាច្បាប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23តុលា1991បងប្អូនចាច្បាប់កិច្ចព្រមព្រៀងនេះគឺជាសន្ធិសញ្ញាអន្តរជាតិដែលបានសរសេរជា5ភាសាបងប្អូនគឺភាសានីមួយមានតម្លៃស្មើគ្នាភាសាមានភាសាអង់គ្លេសភាសាបារាំងភាសាចិនភាសារុស្ស៊ីនិងភាសាខ្មែរចាបងប្អូនហើយច្បាប់ដើមបានតម្កល់ទុកនៅប្រទេសសាធារណរដ្ឋបារាំងនិងប្រទេសសាធារណរដ្ឋឥណ្ឌូនេស៊ីចាបងប្អូនហើយច្បាប់នេះផងដែរមាន4កិច្ចព្រមព្រៀងធំបងប្អូនចាកិច្ចព្រមព្រៀងទី1គឺកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃចំនួនកម្ពុជាបងប្អូនដែលមាន32មាត្រានិង5ឧបសម្ព័ន្ធច្បាប់កិច្ចព្រមព្រៀងទី2គឺជាច្បាប់កិច្ចព្រមព្រៀងតាក់ទិនទៅនឹងអធិបតេយ្យភាពឯករាជ្យអព្យាក្រឹតនិងឯកភាពជាតិកម្ពុជាបងប្អូនដែលមាន8មាត្រាបងប្អូនហើយច្បាប់កិច្ចព្រមព្រៀងទី3គឺជាសេចក្តីថ្លែងការណ៍ស្តីពីការស្ដារនិងការកសាងប្រទេសកម្ពុជាឡើងវិញដែលមាន13ចំណុចហើយកិច្ចព្រមព្រៀងទី4គឺកិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទប៉ារីសចាបងប្អូនស្តីពីកម្ពុជាដែលបានចុះហត្ថលេខាចាកិច្ចព្រមព្រៀងចុងក្រោយនៅសន្និសីទប៉ារីសស្តីពីកម្ពុជានេះបានចុះហត្ថលេខា18ប្រទេសនិងមានមហាប្រទេសមហាអំណាចទាំង5និងអង្គការសហជីវជាតិផងដែរបងប្អូនចាមាន15ចំណុចកិច្ចព្រមព្រៀងចុងក្រោយអញ្ចឹងខ្ញុំសូមអាននៅកិច្ចព្រមព្រៀងទី2ដែលជាកិច្ចព្រមព្រៀងតាក់ទិនទៅនឹងអធិបតេយ្យភាពឯករាជ្យបូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនៃឯកភាពជាតិកម្ពុជាចាបងប្អូនដែលមាន8មាត្រាហ្នឹងចាបងប្អូនអញ្ចឹងខ្ញុំសូមអាននៅមាត្រាទី3បងប្អូននៅមាត្រាទី3មាត្រាទី3 1មនុស្សទាំងអស់នៅក្នុងកម្ពុជាមនុស្សទាំងអស់នៅកម្ពុជាត្រូវមានសិទ្ធិនិងសេរីភាពដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិតាក់ទិននឹងសិទ្ធិមនុស្សដទៃទៀត2ក្នុងគោលដៅនេះក៏កម្ពុជាសន្យាថាធានាគោរពនិងប្រតិបត្តិតាមសិទ្ធិមនុស្សហើយនឹងសេរីភាពជាមូលដ្ឋាននៅកម្ពុជាគាំទ្រសិទ្ធិពលរដ្ឋកម្ពុជាទាំងអស់ដើម្បីធ្វើសកម្មភាពដែលជំរុញនឹងការការពារសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានចាត់វិធានការដ៏មានប្រសិទ្ធភាពដើម្បីធានាកុំឲ្យនយោបាយនិងអំពើប្រព្រឹត្តនៅក្នុងអតីតកាលវិលត្រឡប់មកវិញជាដាច់ខាតចាខាន់ថ្ងៃបន្តខ្ញុំនឹងអានចំណុចបន្តទៀតចាបងប្អូនសូមអរគុណ